Chim ran po nhiệt nhôm tầng ọc ni po nhiệt nhôm phnom ní mà nơi không mai đấy nó nhiệt nhôm đó nhiệt nhôm mớ phnom ní cứ nơi khang krong cao sầm pi po nơi phnom pa lì lầy cả bị đám mình đang miền prey ớtឬក៏ប្រៃច្រើនប៉ុណ្ណាយើងអត់ដឹងបើយើងងាកមកមើលសម័យបច្ចុប្បន្ននេះយើងឃើញតែថ្មហើយនឹងទីវាលប្រៃតិចមែនតើហើយនេះយើងកំពុងឡើងភ្នំទៅលើកំពូលភ្នំប៉ាលីឡៃនេះมันខ្ពស់ប្រហែលនេះតាមដែលញាតិញោមសិក្សាពីប្រវត្តិខ្លះទាក់ទងនឹងការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គយាងកិច្ចចេញពីក្រុងកោសំពីដែលភិក្ខុទាំងឡាយលោកឆ្លោះគ្នារឿងការប្រើប្រាស់បន្ទប់ទឹកហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គខត់ហើយលោកមិនព្រមស្ដាប់ទីបំផុតគឺព្រះអង្គទ្រង់យាងមកកាន់ព្រៃភ្នំប៉ាលីឡៃនេះនៅក្នុងវស្សាទី10ដែលព្រះអង្គយាងមកហើយបានភិក្ខុដែលឆ្លោះគ្នាហាមបានហ្នឹងក៏យូរតិចទៅលោកអត់មានអ្នកប្រគេនចង្ហាន់បងអាហ្នឹងរឿងឆ្លោះគ្នាញាតិញោមណាបងរឿងឆ្លោះគ្នាយូរទៅគេឈប់ប្រគេនចង្ហាន់បានឈប់ប្រគេនចង្ហាន់អត់អីឆាន់បានភ្ញាក់ខ្លួនហើយព្រះអង្គមកគង់នៅទីនេះអត់មានឲ្យនរណាមកទេញាតិញោមបងគឺក្នុងភាសាទី10ហ្នឹងគឺមានអ្នកបម្រើឧបថៈព្រះអង្គហ្នឹងមានតែសត្វដំរីហើយនឹងស្វាទេបងញាតិញោមធ្លាប់សិក្សាតេតងនៅក្នុងភាសាទី10ហ្នឹងហើយជាដឹងបងតេតងនឹងការបម្រើព្រះអង្គដោយសត្វដំរីហើយនឹងស្វាទឹកក្តៅទឹកត្រជាក់អីហ្នឹងព្រោះនៅត្រង់ទីកន្លែងហ្នឹងឯងព្រោះនៅព្រៃប៉ាលីឡៃនេះហើយសពថ្ងៃនេះគឺអត់មានដើមឈើទេញាតិញោមមើលលើភ្នំឯនេះព្រោះមានផែនថ្មហើយនឹងកូនឈើទូចដែលវាទើបដុះប៉ុន្តែដុះនៅលើភ្នំនេះក៏ជាជននៅតាមជើងភ្នំហ្នឹងគាត់ចេះតែនាំគ្នាកាប់គាត់អត់ថែរក្សាបើសិនជាគាត់មិនកាប់ប្រចាំឆ្នាំទេគឺអាចនៅលើភ្នំហ្នឹងមានព្រៃស៊ុបទ្រុបខ្លះអាចឡើងទៅមានកន្លែងជ្រកអីហើយយើងឡើងមកនេះគឺយើងឡើងមកថ្វាយបង្គំនៅលើភ្នំដែលយើងដឹងថាជាព្រៃប៉ាលីឡៃដែលព្រះពុទ្ធព្រះអង្គគង់ចាំភាសាទី10ណាបងនៅព្រៃប៉ាលីឡៃនេះហើយនៅក្នុងក្រុងកោសំពីនឹងឯងបងមិនជាឆ្ងាយប្រហែលដែរទេយើងឡើងមកដល់លើមកយើងងាកទៅមកខាងទៀតនោះញាតិញោមឃើញស្ទឹងយមនីបងស្ទឹងហ្នឹងជ្រៅបងញាតិញោមធ្លាប់មកឥណ្ឌាញាតិញោមមកតំបន់នេះញាតិញោមនឹងស្គាល់ថាទីតំបន់នេះកន្លែងអីហើយបងអញ្ចឹងនៅលើភ្នំនេះវាលក្តៅញាតិញោមបងក្តៅខែត្រជាក់មែនប៉ុន្តែបើកថ្ងៃមកវារៀងក្តៅហើយនោះយើងមើលទៅឃើញស្ទឹងបងស្ទឹងនោះក៏ហូរចាក់ទៅទន្លេកុងគាដែរញាតិញោមបងស្ទឹងយមនីហ្នឹងបងហើយមានប្រវត្តិរឿងរ៉ាវច្រើនណាស់នៅក្នុងទីកន្លែងហ្នឹងបងអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងទេសូមប្រគេនបុណ្យជូនបុណ្យញាតិញោមទាំងអស់គ្នាបង